ឆ្នាំងដាំបាយទំនើបស្អាតទើបតែចេញថ្មីសេរីថ្មីរបស់ brand Toshiba ណាបងប្រភេទនេះបងដាំបាន5កំប៉ុងតែម៉ូតនេះមានទាំងខ្នាត5កំប៉ុងមានទាំងខ្នាត3កំប៉ុងបងដែលធ្លាប់ប្រើឆ្នាំងដាំបាយ brand Toshiba ប្រភេទពណ៌សនេះហ្នឹងបងដឹងពីគុណភាពវាហើយល្អឆ្នាំងបដូលក្រាស់ប៉ុន្តែសេរីថ្មីនេះធ្វើពណ៌ខ្មៅបែបបងដែលស្រឡាញ់ពណ៌ខ្មៅបដូលឆ្នាំងខាងក្នុងនេះក៏ក្រាស់ធ្ងន់ដែរបងអញ្ចឹងក្រាស់ធ្ងន់នេះដាំបាយឆ្ងាញ់ល្អហើយឆ្នាំងនេះបងក៏អាចប្រើបានច្រើនមុខងារលើសពីការដាំបាយហើយមានបន្ថែមមុខងារថ្មីមកជាមួយទៀតខាងលើនេះបងខ្ញុំចង់បង្ហាញបងកន្លែងសទះចំហាយទឹកដាំបាយក្តៅវាដក់នៅហ្នឹងបងអាចដោះលាងសម្អាតបានបងអាចមើលមុខងារឆ្នាំងនេះជាមួយនឹងខ្ញុំបានពេលដល់ខ្សែភ្លើងដំបូងបងឃើញនាឡិកាហ្នឹងគឺស្មើនឹងម៉ោងសកលយើងប្រើប្រចាំថ្ងៃហ្នឹងប៉ុន្តែម៉ោងនឹងនាទីវាអាចខុសគ្នាតិចតួចដែរមុនដំបូងគេនេះគឺមុខងារដាំបាយបងចុចកន្លែងពាក្យម៉ឺនុយនេះវាលោតសញ្ញាភ្លើងមកពាក្យថា Why ស្រ័យហ្នឹងគឺដាំបាយធម្មតាហើយកំណត់ម៉ោង1ម៉ោងឲ្យស្រាប់ទៀតអញ្ចឹងបងអូខេគ្រាន់តែចុច start ទៅគឺវាដំណើរការដាំបាយតែម្ដងអញ្ចឹងងាយស្រួលប្រើប្រាស់ហើយសម្រាប់អ៊ំប្រុសអ៊ំស្រីរពូអ្នកមីងបងងាយស្រួលប្រើប្រាស់អត់ពិបាកទេសម្រាប់មុខងារដាំបាយ1ម៉ោងក្រោយគឺឆ្អិនវានឹងលោតនាទីខ្លួនឯងអញ្ចឹងឧទាហរណ៍នេះដោយសារខ្ញុំអត់បានដាក់បាយដាំទេខ្ញុំចុច cancel សិនខ្ញុំចង់បង្ហាញមុខងារផ្សេងជូនបងដែរនៅលើហ្នឹងដោយសារវាមានច្រើនមុខងារអញ្ចឹងមកមុខងារបន្ទាប់ទៀតនេះបងគ្រាន់តែចុចពាក្យម៉ឺនុយនេះ brown rice ហ្នឹងបាយកសម្រូប crispy rice បងដាំបាយរៀងស្រួយ sticky rice ដាំបាយតំណើប mix rice ហ្នឹងបងអាចដាំបាយលើជាមួយពោតជាមួយសណ្តែកបងចុចបន្តមកទៀតមកដល់មុខងារខមុខងារ steam នេះចំហុយដាំបបរមុខងារបន្តមកទៀតនេះស៊ុបហើយនឹងអាចចំហុយនំខេកបានអញ្ចឹងជាឧទាហរណ៍នៅលើមុខងារហ្នឹងខ្ញុំសាកចុចមកមុខងារដាំបបរជូនបងអញ្ចឹងខ្ញុំចុចមកដល់មុខងារកន្លែងនេះមុខងារដាំបបរខ្ញុំអូខេហើយខ្ញុំចុច start វាកំណត់ម៉ោងឲ្យ1ម៉ោង30នាទីស្រាប់តែម្ដងអញ្ចឹង1ម៉ោង30នាទីក្រោយបបរឆ្អិនបើសិនជាបងចុចច្រឡំមុខងារបងអាចចុចពាក្យ cancel បានអញ្ចឹងអាច cancel បានហើយចាប់ផ្ដើមចុចសាកដើមឡើងវិញបានហើយបន្ថែមមកមុខងារកន្លែងនេះ keep warm ហើយនឹង reheat ហ្នឹងបងប្រើសម្រាប់ក្តៅបាយឡើងវិញឬក៏បងចង់កម្ដៅស៊ុបឡើងវិញបើសិនជាបងចំអិនស៊ុបចង់កម្ដៅស៊ុបឡើងវិញអាចប្រើជាមួយនឹងមុខងារនឹងបានចុចទៅលើមុខងារនឹងម្ដងហើយវានឹងដំណើរការតែម្ដងហើយបន្ថែមមកមុខងារពិសេសមួយទៀតនេះបងកន្លែងដែលលើសហ្នឹងណាសេរីថ្មីហ្នឹងគឺ taste នេះបងអាចរើសរសជាតិបាយបានពេលបងដាំបាយបងអាចរើសបានទៀតរើសគុណភាពបាយអញ្ចឹងវាមាន sweet នេះផ្អែមទុនអញ្ចឹងណាបងហើយបន្ទាប់មកទៀតនេះគឺគុណភាពបាយឆ្ងាញ់ធម្មតាហ្នឹងបងហាតនេះបងបាយរឹងឬក៏បាយស្រួយ sticky នេះបែបស្អិតដូចបាយតំណើបអញ្ចឹងហើយនឹងបាយ sushi អញ្ចឹងកន្លែងមុខងារហ្នឹងបងចង់ប្រើក៏បានអត់ក៏បានគ្រាន់តែថាបើសិនជាបងប្រើវាបន្ថែមគុណភាពបាយឲ្យកាន់តែឆ្ងាញ់តាមតម្រូវការយើងចង់បានទៀតតែបើសិនជាអត់ទេបងគ្រាន់តែចុចមុខងារដាំបាយដំបូងដូចវីដេអូខាងដើមហ្នឹងតែប៉ុណ្ណឹងក៏រួចរាល់ដែរបងហើយបន្ថែមពីហ្នឹងមានកន្លែង timer បងអាចកំណត់នាទីកំណត់ម៉ោងសេរីម៉ោងនាទីខ្លួនឯងបានហើយបើសិនជាអត់ចង់កំណត់ម៉ោងទេអាចចុចពាក្យ cancel វិញបានហើយនឹងពាក្យ quick cook នេះកន្លែងដែលបងចង់ចំអិនលឿនដាំបាយលឿនក៏អាចដាំជាមួយមុខងារនឹងបានដែរអញ្ចឹងឆ្នាំងដាំបាយ brand Toshiba សេរីថ្មីនេះមានពីរទំហំជូនបងសម្រាប់បងសមាជិកច្រើនបងអាចរើសខ្នាត5កំប៉ុងបានបងសមាជិកតិចអាចជ្រើសរើសខ្នាត3កំប៉ុងបានគុណភាពសាច់ឆ្នាំងមុខងារដូចគ្នាទាំងអស់ណាបងខុសតែទំហំបងចង់បានឆ្នាំងដាំបាយសេរីថ្មីទំនើបស្អាតនេះបងអាចឆាតសួរតម្លៃអាចឆាតសួរព័ត៌មានឬក៏របៀបប្រើប្រាស់បន្ថែមពីលើនឹងទៀតបានណាបង